សួស្តីបងប្អូនអរគ្នាឥឡូវនេះខ្ញុំបានមកដល់ភូមិទួកើដែលស្ថិតនៅខាងឃុំទលេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំខ្ញុំនឹងបង្ហាញទស្សនវិជ្ជាកន្លែងនេះគឺការខ្ញុំឡាយឆ្នាំទៅម្ដងហើយឥឡូវខ្ញុំមកម្ដងទៀតដោយសារតែទឹកជំនន់គឺឡើងខ្លាំងមកដល់កន្លែងនេះហើយចាប់ពីខ្ញុំជិះមករហូតតាំងពីទលេបិទមកដល់ភូមិទួកើមានន័យថាទួខ្សាច់លិចតែកន្តិចទេកន្លែងស្ពានដែលខ្ពស់ហ្នឹងអញ្ចឹងឥឡូវមកដល់ទួកើម្ដងទួកើគឺលិចភូមិហើយលិចពាក់កណ្ដាលភូមិហើយអញ្ចឹងបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិទួកើនេះគឺត្រូវបានលិចហើយត្រូវបានជំនួសដោយវិញដោយការជិះទូកឆ្លងពីខាងចាហែមកវិញហើយនេះគឺជាទស្សនវិជ្ជារួមដែលខ្ញុំបង្ហាញកាលពីឆ្នាំមុនឥឡូវឆ្នាំនេះខ្ញុំមកម្ដងទៀតហើយបានឃើញទូករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនេះគឺគាត់ត្រូវបានជិះទូកដើម្បីធ្វើដំណើរឆ្លងកាត់ទៅតំបន់ដែលពួកគាត់ត្រូវទៅដូចជាមានវលីមានកៅអៅអីច្រើនមានសម្ភារៈច្រើនមានន័យថាពួកគាត់ប្រហែលជាអាចទៅស្រុកឬក៏ថាទៅខាងភ្នំពេញឬក៏ទៅណាអញ្ចឹងហើយនេះគឺជាទស្សនវិជ្ជារួមដែលខ្ញុំកំពុងស្ថិតនៅខាងក្នុងភូមិទួកើដែលស្ថិតនៅក្នុងឃុំទលេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំយើងហ្នឹងហើយនេះគឺជាទឹកជំនន់ដែលត្រូវបានឡើងហើយវាអត់ទាន់គម្រាមកំហែងខ្លាំងសម្រាប់តែបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះទេមានន័យថាពួកគាត់អីទៅណាហ្នឹងអីអូទៅភ្នំពេញវិញមកពីខាងចាហែមែនបាទអូនៅហ្នឹងឯងគាត់ត្រូវទៅត្រឡប់ទៅភ្នំពេញវិញហើយនេះគឺជាតំបន់ភូមិទួកើដែលស្ថិតនៅខាងឃុំទលេបិទហ្នឹងជារៀងរាល់ឆ្នាំកាលឆ្នាំមុនទឹកក៏បានលិចដែរកន្លែងនេះគឺលិចខ្លាំងតែពេលដែលខ្ញុំមកហ្នឹងគឺលិចខ្លាំងឥឡូវគឺបានបន្តឡើងលិចទៀតហើយដូចខ្ញុំបានបញ្ជាក់ប្រាប់អញ្ចឹងផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់តំបន់មាត់ទន្លេមានន័យថាពួកគាត់ងាយនឹងរងគ្រោះទី1ទឹកហូរទី2ច្រាំងបាក់និងទី3គឺត្រូវតែជំនះខ្លួនទៅរកទីទួលសុវត្ថិភាពប៉ុន្តែពួកគាត់ដែលរស់នៅតាមដងទន្លេពីច្រើនគឺគាត់បានមានន័យថាគាត់បានដឹងមុនឡើងលិចម៉ានថ្ងៃទេបង3ថ្ងៃណាតាំងពីនោះមក3ថ្ងៃឥឡូវលិចបាត់អូមិញហើយថែមត្រឹងអូឥឡូវលិចឡើងតាមពីបាត់ហើយជិះទៅលេងរួយទេបាទហើយផ្ទះបងប្អូនប្រជាពលរដ្ឋកន្លែងនេះអ្នកដែលនៅខ្ពស់គឺគាត់បានយកសម្ភារៈរបស់ពួកគាត់ទៅរកទីទួលសុវត្ថិភាពហើយមានន័យថាឬក៏យកឡើងលើទួលអស់ហើយអ្វីដែលអាចប៉ះពាល់មានន័យថាទឹកនៅក្រោមផ្ទះពួកគាត់ហើយដីនៅក្រោមផ្ទះពួកគាត់គឺខ្ពស់អញ្ចឹងកន្លែងនេះខ្ញុំឈរត្រឹមជង្គង់ទេប៉ុន្តែដីនៅក្រោមផ្ទះពួកគាត់ទំលិចទេមានន័យថាដីផ្ទះវាខ្ពស់ជាងខ្នល់បងប្អូនប្រជាពលរដ្ឋហើយនេះគឺជាទស្សនវិជ្ជារួមដែលខ្ញុំដើរកាត់នៅកណ្ដាលភូមិមានន័យថាកណ្ដាលផ្លូវបេតុងដែលត្រូវបានលិចនៅក្នុងភូមិទួកើដែលជាផ្លូវមួយដែលឆ្ពោះទៅខាងឃុំខាងចាហែទឹកដីកោះស្ទឹងខេត្តកំពង់ចាមបងប្អូនដែលធ្វើដំណើរតាមនេះប្រហែលជាដឹងជារួមគឺទស្សនវិជ្ជារួមនៅកន្លែងតំបន់នេះហើយឥឡូវខ្ញុំដើរមកជួបលោកតាខ្ញុំសួរតានេះតាអើយសុំសួរមួយតានៅនឹងលិចប្រហែលថ្ងៃហើយ2ថ្ងៃហ្នឹងហើយថ្ងៃហ្នឹងណាថ្ងៃហ្នឹងខ្លាំងហ៎ខ្លាំងថ្ងៃហ្នឹងខ្លាំងថ្ងៃហ្នឹងឡើងខ្លាំងជាងយំមិញទៀតឡើងឡើងខ្លាំងជាងបាទហើយសុំសួរមួយមកតាឡើងខ្លាំងអញ្ចឹងអ្នកចការអ្នកអីរស់នៅតំបន់ហ្នឹងមានផលប៉ះពាល់តំណាំដែរឬក៏ប្រមូលផលតាន់ហ្នឹងប្រមូលផលតាន់ហ្នឹងណាបាទមានន័យថាដឹងមុនណាវាគេដាំដុះគេដឹងរដូវដែលមុនទឹកលិចហ្នឹងណាបាទបានណាហ្នឹងហើយលោកតាបើសិនជាយើងអ្នករស់នៅតំបន់ធ្វើស្រែចេតការអញ្ចឹងយើងភាគច្រើនយើងពេលទឹកលិចយើងសប្បាយចិត្តទេអាហ្នឹងវាឲ្យផលមិនចុះថាដីមានអីមិនអញ្ចឹងពេលដែលទឹកលិចដីទឹកហ្នឹងវានាំដីរបបចូលទៅក្នុងចម្ការហ្នឹងដីនេះគឺល្អណាស់បាទដីរបបហ្នឹងហើយវាធ្វើឲ្យងាប់សត្វល្អិតសត្វអីឬក៏សម្ោចកដោអីសត្វល្អិតវាងាប់មិនខ្លះដែរខ្លះទៅវាមិនងាប់មើលទៅស្ថានភាពទឹកមើលទៅអាចនឹងឡើងបន្តទៀតទេហ្នឹងវារដូវដែលវាត្រូវអស់គឺអស់ហ្នឹងវាមិនដែរអញ្ចឹងបាទវាមិនដែរអញ្ចឹងបាទពេលរយៈពេលដូចជាកន្លះខែមុនទឹកហ្នឹងឡើងដល់ត្រឹមហ្នឹងអត់ឡើងលើហ្នឹងបាទលើហ្នឹងប្រហែលជាលើ5ទឹក6ទឹកបាទហើយកង់ចេញទៅណាកង់
nó từ mưa mưa to đặt bộ bà con chân cứng đấy bàនេះគឺជាសម្ដីរបស់បងប្អូនមានន័យថាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះគឺគាត់បានថាទឹកថ្ងៃហ្នឹងគឺលិចខ្លាំងដោយគាត់បានបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងថារយៈពេលដែលទឹកមានន័យថាជារៀងរាល់ឆ្នាំជាទូទៅគឺនៅពេលដែលរដូវបុណ្យភ្ជុំសែនក្បាលទឹកហើយរដូវបុណ្យភ្ជុំបិណ្ឌបញ្ចប់គឺមានន័យថាទឹកចាប់ផ្ដើមស្រកទៅវិញហើយប្រហែលថ្ងៃមុនគឺចាប់ផ្ដើមស្រកប៉ុន្តែប្រហែលថ្ងៃក្រោយនេះគឺចាប់ផ្ដើមឡើងវិញហើយឡើងថ្ងៃនេះគឺឡើងខ្លាំងមែនទែនឡើងរហូតដល់ពាក្យ30សង់ទីម៉ែត្រជាងហើយមេឃក៏នៅតែងងឹតភ្លៀងក៏កាន់តែលឹមតិចបន្តរហូតហើយនេះគឺជាផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅកន្លែងហ្នឹងប៉ុន្តែគាត់នៅលើគោកទេប៉ុន្តែក៏លក់ដំណាំលក់អីលក់ដំណាំសុំទោះអធិស្ឋានបងលក់បន្លែអីនៅនឹងប្រកបរបរអីធម្មតាអញ្ចឹងប៉ុន្តែគាត់នៅខ្ពស់ជាងទឹកមានន័យថាផ្ទះខ្ពស់ជាងទឹកតែបើសិនជាផ្ទះនោះដូចបងប្អូនឃើញស្រាប់ថាផ្ទះនៅខាងនេះវិញខាងឆ្វេងដៃខ្ញុំវិញគឺមានន័យថាក្រុមផ្ទះគាត់ត្រូវបានលិចហើយអញ្ចឹងពួកគាត់ផ្ទះខ្ពស់អញ្ចឹងគឺអត់អីទេដោយសារតែគាត់អាចរស់នៅលើផ្ទះបានគឺគាត់ប្រើទូកដើម្បីធ្វើដំណើរឬក៏ដើរដោយថ្មើរជើងដោយសារតែវានៅធំចកងអាចដើរបាននៅអាចអីប៉ុន្តែវាអាចស្ទឹកសម្រាប់អីវ៉ាន់គឺប្រើជំលះដោយទូកហើយខ្ញុំនឹងបន្តដើរទៅមុខទៀតដើម្បីឲ្យបងប្អូនបានឃើញពីទស្សនវិជ្ជារួមនៃកន្លែងស្ពានលូប្របែងមួយដែលស្ពានដែលកន្លែងហ្នឹងគឺជាប្រភពទឹកហូរខ្លាំងពីទន្លេមេគង្គចូលទៅតាមបឹងមានន័យថាឆ្លងកាត់ពីទឹកដីខាងទន្លេបិទហ្នឹងទៅដល់ខាងចាហែទឹកដីខាងកំពង់ចាមអាចធ្វើដំណើរភាគច្រើនអ្នកធ្វើដំណើរកាត់តាមនេះគឺជាអ្នកធ្វើដំណើរមកពីខាងចាហែខាងកោះសតិនទឹកដីខាងកោះសតិនហ្នឹងស្រុកកោះសតិនហ្នឹងគឺអាចធ្វើដំណើរតាមហ្នឹងពួកគាត់អាចទៅបងប្អូនតាមនេះក៏អាចទៅព្រៃវែងក៏បានអូរងឪក៏បានគឺវាជាផ្លូវកាត់មួយដែលលឿនបើសិនជាទឹកលិចមានន័យថាបងប្អូនប្រជាពលរដ្ឋបើគាត់មិនចង់ជិះទូកទេឆ្លងកាត់តំបន់នេះគាត់មានការភ័យខ្លាចគាត់អត់បារម្ភពីសុវត្ថិភាពអញ្ចឹងគាត់អាចជិះផ្លូវវាងគឺបងប្អូនដឹងស្រាប់ហើយថាបើអ្នកអត់ដឹងក៏ខ្ញុំប្រាប់ឥឡូវហ្មងទៅដោយសារតែបើបងប្អូនដឹងហើយមានន័យថាផ្លូវគឺវាងចង់ទៅហ្នឹងមិនន័យថាយើងជិះលើគោកអញ្ចឹងយើងត្រូវតាមខ្នល់តឹងបត់ទៅខាងស្ដាំទៅអូររងឪអីអញ្ចឹងអាចទៅតាមចាហែដោយជិះម៉ូតូបានប៉ុន្តែបើសិនជាបងប្អូនថាផ្លូវហ្នឹងវាឆ្ងាយពិបាកធ្វើដំណើរវាមានផ្លូវមួយទៀតកាត់តាមអូក្ដុងអញ្ចឹងវាចេញទៅអូររងឪដូចគ្នាឆ្លងកាត់ទៅខាងហ្នឹងដូចគ្នាប៉ុន្តែបើបងប្អូនគិតថាហ្នឹងវាឆ្ងាយទៀតអញ្ចឹងមានតែធ្វើដំណើរតាមទូកផ្លូវកាត់ជិះតែទូកបន្តិចផុតទៅដល់ខាងទឹកដីកោះស្ទឹងតែម្ដងហើយនេះគឺជាកន្លែងដែលរួមខ្ញុំកំពុងតែដើរកន្លែងនេះគឺលិចខ្លាំងបងប្អូនរៀងជ្រៅដែរវាជាទស្សនវិជ្ជារួមនៅតំបន់នេះហើយផ្ទះខ្លះដូចខ្ញុំនិយាយចឹងខ្ញុំឈរត្រឹមជង្គង់ទេប៉ុន្តែផ្ទះពួកគាត់នោះខ្ពស់មានតន់លិចទេផ្ទះខ្លះដីមានន័យថាកម្ពស់ដីពួកគាត់ដែលរស់នៅហ្នឹងគឺវាខ្ពស់ជាងខ្នល់មែនទែនហើយកន្លែងដែលខ្ញុំឈរហ្នឹងគឺលិចខ្លាំងហើយចឹងខ្ញុំនឹងបន្តដើរទៅមុខបងប្អូនយើងឆ្ងាយដែរពីហ្នឹងទៅដល់ខាងនេះហ្នឹងដូចអត់តាន់ដល់ទេអញ្ចឹងមានន័យថាជ្រៅវាមិនមែនប្រាក់ទេហើយឆ្ងាយអញ្ចឹងនេះគឺជាទស្សនវិជ្ជារួមនៅតំបន់ភូមិទួកើដែលស្ថិតនៅក្នុងឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំហើយជាទូទៅអ្នកដែលរស់នៅតំបន់នេះគឺគេមានការប្រុងប្រយ័ត្នមែនទែនចំពោះសុវត្ថិភាពដោយសារតែទឹកកន្លែងនេះគឺលិចខ្លាំងបងប្អូនវាមានន័យថាយើងមិនអាចធ្វើដំណើរទៅមុខទៀតបានទេមានន័យថាកម្ពស់ទឹកវាជ្រៅហើយយើងអាចធ្វើដំណើរទៅដល់កន្លែងដែលមានស្ពានលូកន្លែងចុងភូមិនឹងបានទេដោយសារតែខ្ញុំឈរនេះនៅកណ្ដាលភូមិឡើយទេអញ្ចឹងវាជ្រៅទៅហើយវានៅឆ្ងាយទៀតអញ្ចឹងវាលិចទៅជ្រៅយើងមិនអាចដើរដោយថ្មើរជើងបានទេយើងមើលទៅផ្ទះឬក៏ទៅមើលទៅកន្លែងដែលពួកគាត់រស់នៅនោះទៅវាឆ្ងាយមែនទែនទឹកដូចខ្ញុំដូចលោកតាបានបញ្ជាក់ប្រាប់អញ្ចឹងថាអ្នករស់នៅតំបន់នេះគឺជាតំបន់ដែលលិចទឹកអញ្ចឹងពួកគាត់មានការប្រុងប្រយ័ត្នចំពោះដំណាំគឺបានប្រមូលផលមានន័យថាពួកគាត់បានដឹងមុនពីការលិចទឹកនៃ
ទឹកជំនន់អញ្ចឹងគឺគាត់បានត្រៀមលក្ខណៈប្រមូលផលប្រមូលអីរួចទុករួចស្រេចហើយអញ្ចឹងវាអត់ប៉ះពាល់ខ្លាំងទេប៉ុន្តែអ្នកដែលនៅតាមដងទន្លេគឺមានន័យថាពួកគាត់បានត្រៀមលក្ខណៈទុករួចស្រេចដើម្បីប្រការមានទូកមានអីអញ្ចឹងនៅតាមផ្ទះនីមួយតែខ្លះមានទូកទៅតែខ្លះក៏អត់ទូកទៅហើយយើងមិនអាចបង្ហាញទៅមុខទៀតទេអញ្ចឹងយើងមានតែត្រឡប់ក្រោយវិញដោយសារទឹកកន្លែងនេះគឺជ្រៅមែនតើហើយយើងចិត្តដល់ទៅចកែបើយើងនៅបន្តទៅមុខទៀតវាហត់តែជ្រៅលិចប្រវត្តិធ្វើដំណើរព្រោះវានៅឆ្ងាយដែរហើយដូចលោកតាបានបញ្ជាក់បន្ថែមមិញដែរថាអ្នករស់នៅតាមដងទន្លេក៏ដូចជាអ្នកធ្វើចការគឺពីច្រើនគឺគាត់ចង់ឲ្យបានទឹកលិចដោយសារតែទឹកលិចធ្វើឲ្យដំណាំពួកគាត់ល្អមានន័យថាដីដែលពួកគាត់ដាំគឺដំណាំពួកគាត់ទទួលបានផលល្អដីដែលមានជីវជាតិទឹកឡើងប្រមូលទៅដោយលបាយខ្សាច់ធ្វើឲ្យងាប់សត្វល្អិតឬក៏ងាប់កតោងាប់សម្ោចដែលវាបំផ្លាញដំណាំហ្នឹងអញ្ចឹងពួកគាត់ចង់ឲ្យវាលិចជាងអត់លិចប៉ុន្តែជិះវៀងបងប្អូនត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងឬក៏កូនដែលចូលចិត្តលេងទឹកសូមមានការប្រុងប្រយ័ត្នខ្ពស់ដោយសារតែទឹកជំនន់គឺអាចនឹងឆក់យកជីវិតរបស់ពួកគាត់ដោយអត់ដឹងខ្លួនអញ្ចឹងគុំបន្តឲ្យពួកគាត់ពេកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបងប្អូនដែលមានកូនដែលរស់នៅតំបន់ដែលជាប់នឹងមាត់ទឹកហើយនេះគឺជាទូកមួយដែលខ្ញុំបានថតមិញដឹកអីវ៉ាន់ដល់គ្រូសាគាត់ដើម្បីទៅភ្នំពេញហើយយើងបានបង្ហាញបងប្អូនពីទស្សនវិជ្ជារួមនៅប៉ុណ្ណឹងហើយទឹកផ្ទះនេះគឺជាលបងផ្ទះដែលពួកគាត់រស់នៅហ្នឹងហើយអញ្ចឹងវាលិចអស់ហើយខាងលបងខាងអីហ្នឹងហើយកន្លែងនេះខ្ញុំឈរហ្នឹងគឺបញ្ជាក់ម្ដងទៀតគឺនៅភូមិទួលកើដែលស្ថិតនៅឃុំទន្លេបិទត្បូងឃ្មុំខេត្តត្បូងឃ្មុំហើយយើងបង្ហាញមកជាហៀងពីប្រហែលជាកន្លះម៉ោងមិញយើងបង្ហាញទៅខាងចរោខាងនេះយើងបង្ហាញទៅខាងទន្លេបិទវិញហើយទឹកថ្ងៃហ្នឹងគឺឡើងខ្ពស់មែនទែនរហូតទៅដល់32សង់ទីម៉ែត្រនោះអញ្ចឹងទឹកនឹងប្រហែលជាអាចនៅបន្តឡើងទៀតដោយបងប្អូនបានដឹងហើយការពិតទឹកវាស្រកអស់ច្រើនហើយប៉ុន្តែស្រាប់តែប្រជុំហើយស្រាប់តែបុកឡើងវិញគឺថ្ងៃហ្នឹងគឺឡើងខ្លាំងទៀតហើយយើងគ្រាន់តែបង្ហាញបងប្អូនពីទស្សនវិជ្ជារួមប៉ុណ្ណឹងហើយដើម្បីឲ្យបានដឹងពីព័ត៌មានទាំងអស់ហ្នឹងហើយដែលរស់នៅមានន័យថាអ្នកដែលមានផ្ទះដែលរស់នៅក្បែរហ្នឹងឬក៏នៅចិត្តហ្នឹងឬក៏ឆ្លងកាត់តាមផ្លូវហ្នឹងគឺឲ្យបានដឹងថាទឹកគឺចាប់ដើមឡើងវិញហើយអញ្ចឹងអរគុណបើសិនជាមានព័ត៌មានអីបន្ថែមទៀតខ្ញុំនឹងអាប់ដេតបន្តទៀត